បាទទូបាទលោកពូសៀមហ៎បាទហ្នឹងហើយញ៉ាំមុនខ្ញុំបានជួបពូជាមួយទីប៉ោហ្នឹងលើកន្លែងទីប៉ោបាទបានឲ្យឆ្នាំពូហើយកាលនោះជែកមួយពូពូតែពូតកៅខ្លាំងមែនទេបាទបាទហ្នឹងកៅបាទតែដៃនេះមុខហ្នឹងនោះតែនោះ3ស្រែពូជួយណែនាំខ្លួនម្ដងទៀតមើលពូឈ្មោះអីធ្វើស្រែម៉ាន់ហាត់នៅណាដែរបាទខ្ញុំឈ្មោះសៀមបាទខ្ញុំធ្វើស្រូវ7ហាត់នៅភូមិមានជ័យបាជ័យស្រុកពីជោបាទពូធ្វើស្រែ7ហាត់ណាបាទ7ហាត់ចឹងការជួយវិធីនោះខ្ញុំបានឲ្យឮថាលោកពូថាមានតកៅស៊ីខ្លាំងមែនទេបាទតកៅមូស្លឹកចាក់គល់អីពេលពូបាទហើយអានោះខ្ញុំបានឲ្យឆ្នាំពូបានបាទឲ្យឆ្នាំខ្ញុំមួយឈុតហ្នឹងបាន3មុខណាបាទដូចតែរូបបងប្អូនបានឃើញនេះខ្ញុំបានជួបមុនឲ្យឆ្នាំពូផ្ទាល់ណានេះរូបបង្ហាញនៅលើក្រង់នេះគឺជាថ្ងៃដែលខ្ញុំបានឲ្យឆ្នាំទៅលោកពូណាបាទគឺមាន3មុខមានអីខ្លះពូចាំទេឆ្នាំហ្នឹងអត់ចាំផងអូខេអញ្ចឹងខ្ញុំប្រាប់ណាឆ្នាំលើអេក្រង់ដែលខ្ញុំថតផ្ទាល់មួយពូនេះស្រីពីមួយពូហ្នឹងណាខ្ញុំឲ្យពូមានឆ្នាំឈ្មោះថាខ្នែទេពបាទមានឆ្នាំខ្នែទេពម្ដបចែកកាច់មកកញ្ចប់បាទខ្នែទេពវាចែកកាច់នេះឆ្នាំតកៅណាពូជំនាញវាក្នុងការកម្ចាត់តកៅមូស្លឹកបត់ស្លឹកចាក់គល់ស៊ីក្នុងដើមណាពូហើយខ្ញុំបានបញ្ចូលឆ្នាំជំងឺឲ្យពូមួយទៀតឈ្មោះអាសូស៊ីការពារជំងឺផ្លាស់លើស្លឹកផ្លាស់កគូអញ្ចឹងពេលដែលខ្ញុំជួបពូនោះពូល្អូអង្គុយល្អូដល់ដេប៉ូថាងស្រូវតកៅស៊ីញុកខ្លាំងមែនណាពូបាទខ្ញុំមកតន់ក៏លឺក៏ខ្ញុំជូនឆ្នាំលោកពូណាហើយក៏ពូបានយកមកបាញ់ហើយណាអញ្ចឹងពូបាញ់យ៉ាងម៉េចដែរកាលបាញ់ខ្ញុំពូសើយុប៉ុន្មានហើយបាញ់យ៉ាងម៉េចដែរឆ្នាំដែលខ្ញុំឲ្យបាញ់ហ្នឹងយុវា42ថ្ងៃ42ថ្ងៃកាលពូបាញ់បាទ42ថ្ងៃអូកាលនោះពូបាញ់បើឆ្នាំបើពូបាញ់ឆ្នាំតកៅរបស់គេម្ដង2ដងទៅហើយមែនទេបាទហ្នឹងអាវៈក្រោយទៅវៈឯងខ្លាំងណាស់វៈបាញ់ខ្ញុំបាញ់បាទបើបាញ់ម្ដង2ដងហើយនៅតែមានខ្ញុំហ្នឹងវាខ្ញុំតែខ្ញុំយកតាមគ្រូបាញ់ហ្នឹងវៈក្រោយហ្នឹងហើយខ្ញុំបាញ់បានថ្ងៃ10ថ្ងៃណា10ថ្ងៃខ្ញុំបាញ់គេចូលទាំងមកយកនេះចាំមិនបាញ់របស់ខ្ញុំម្ដងថ្ងៃនេះគឺបាន9ថ្ងៃទៅ10ថ្ងៃក្រោយបាញ់ហើយណាបាទបាញ់ហើយហើយក្រោយបាញ់មកពូមានតាមដានមើល3ថ្ងៃ5 6ថ្ងៃក្រោយបាញ់ឃើញមានតកៅយ៉ាងម៉េចដែរខ្ញុំតាមដានព្រោះឲ្យតាមដានថាល្អហ្នឹងបានខ្ញុំចេះតែនេះហ្នឹងអញ្ចឹងពូបានចុះមើលឯកាលនោះក្រោយបាញ់ទៅទុកមកមើលស្រែមើលចុះមកស្រែផ្ទាល់ស្រែហ្នឹងពូណាបាទហ្នឹងអូខេកាលនោះញុកខ្លាំងហ្មងពូនេះកាច់ញុកខ្លាំងណាអញ្ចឹងខ្លាំងមិនមែនដូចនេះចឹងកាច់ញុកដូចអានេះយើងព្រៀបធៀបដូចអានេះកុកជន់អញ្ចឹងបាទអញ្ចឹងពូបានដាក់ឆ្នាំរបស់ខ្ញុំមានខ្នែទេពមានចែកកាច់ហើយនឹងអាសូស៊ីការពារជំងឺផ្លាស់បាទគឺបានដាក់ចូលហើយណាអញ្ចឹងក្រោយមកម្ដងថ្ងៃនេះគឺវាចូល9ថ្ងៃ10ថ្ងៃក្រោយបាញ់របស់ខ្ញុំហើយហ្នឹងបាញ់9ថ្ងៃនេះបាទពូស្គិតឃើញស្លឹកស្រូវស្លឹកតំជួយលាស់មកថ្មីអត់មានស៊ីផ្លាញទេណាអញ្ចឹងឃើញសមូសនោះស្លឹកអាហ្នឹងចាស់ណាស់ហ្នឹងចាស់ចាស់ណាចឹងស្លឹកថ្មីលាស់មកអត់មានស៊ីផ្លាញទេណាបាទអាហ្នឹងវាយើងទៅបាញ់អាចមួយទឹកមកមើលលាស់ឡើងបាទចឹងសម្រាប់ពូបើនិយាយពីគុណភាពប្រសិទ្ធភាពឆ្នាំដែលខ្ញុំឲ្យពូមានខ្នាតទេពមានចែកកាច់និងប្រសិទ្ធភាពនៃការគ្រប់គ្រងនិងកម្ចាត់តកៅពូទទួលយកបានទេយកបានត្រឹមមកការពារបាន10ថ្ងៃអីបានយកបានបើមិនទៅដល់12ទៅ15ថ្ងៃហ្នឹងតែពូអរគុណច្រើនលោកពូហើយចាំមើលវគ្គក្រោយដល់ពេលដែលត្រូវពូចេញស្រុកអោហ្នឹងណាខ្ញុំនឹងជូនថ្នាំការពារលៀងគ្រាប់បាទការពារអុចគ្រាប់ខ្មៅគ្រាប់ណាឲ្យពូបាញ់ម្ដងទៀតដល់ពេលដែលត្រូវពូចេញស្រុកហើយនឹងអោឬក៏ហៅងុកមេហ្នឹងហើយអញ្ចឹងដាក់អាសូស៊ីចូលម្ដងទៀតគ្រាប់ស្រូវពូមកស្អាតមកភ្លឺអញ្ចឹងណាអញ្ចឹងចាំពូប្រាប់ខ្ញុំពេលហ្នឹងណាហ្នឹងហើយពេលចេញស្រុកឬអោហ្នឹងខ្ញុំឲ្យបាញ់លើប្លង់ដដែលហ្នឹងណាពូបាទតែគេឲ្យបាញ់ថ្នាំថ្នាំឲ្យប្លង់ដដែលតែបាញ់អានេះប្លង់ថ្មីមិញយើងតាមដានមិញដឹងបាទតើយើងតាមគ្រូថ្នាំក៏គ្រូក៏តាមដានថ្នាំខ្ញុំក៏បាញ់ក៏ខ្ញុំតាមដានដែរចេះបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនលោកពូហើយចាំមើលចាំជួយតាមដានជួយគ្រប់គ្រងផងណាពូបាទអរគុណ